សួរក៏ដូចជា Hello ទៅកាន់អ្នកទាំងអស់គ្នានៅក្បែរក្នុងខ្ញុំនេះគឺជាហាងកាហ្វេមួយដែលមានឈ្មោះថា Delta Cafe ពីព្រោះទីតាំងវិញគឺយើងអត់ពិបាករកទេស្ថិតនៅក្នុងស្រុកសាឡាបរិបត្តិហើយនៅទល់មុខនឹងសាលាស្រុកសាឡាបរិបត្តិផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាអាចមើលបានហើយនេះគឺជាទិដ្ឋភាពហាងកាហ្វេថ្មីមួយដែលធ្វើឡើងឥឡូវយើងចង់ដឹងថានៅហាងកាហ្វេខាងក្នុងនេះមានអ្វីខ្លះតោះចូលទៅមើលទាំងអស់គ្នាតុនៅទល់មុខនឹងហាងកាហ្វេសម្រាប់ភ្ញៀវអង្គុយលេងហើយគឺថាមានដាក់សងខាងដែលជាម្លប់ដល់អ្នកដែលអង្គុយលេងនៅទីនេះហើយកន្លែងនេះវិញគឺជាកន្លែងអង្គុយអាចអង្គុយញ៉ាំកាហ្វេអង្គុយមើលសៀវភៅយើងអាចអង្គុយធ្វើការងារបានអូខេគឺអង្គុយខ្លាំងតែអត់នេះ Hello បងនៅនឹងមានលក់អីគេខ្លះដែរអូអ្នកទាំងនេះគាត់មានមនុស្សយើងមើលហើយយើងអាចមើលបានបាទគឺមានរហូតដល់16មុខបាទហើយចំពោះតម្លៃវិញគឺអត់ថ្លៃប្រហែលទេតម្លៃខ្ទង់5000ទៅ7000តែប៉ុណ្ណោះឥឡូវខ្ញុំសុំកំងយកកាហ្វេទឹកកកមួយកែវទិដ្ឋភាពនៅក្នុងហាងវិញយើងឃើញថាមានទៀងគំនូតាមជញ្ជាំងហើយនឹងការខ្លះដែរបាទអូមានសៀវភៅឲ្យអានទៀតអ្នកទាំងអស់គ្នានេះគឺជាសៀវភៅសម្រាប់អ្នកដែលគាត់ចូលមកអង្គុយលេងខាងក្នុងគាត់អាចអានសៀវភៅបានហើយអាចអង្គុយលេងបានហើយយើងអាចសាកទូរស័ព្ទសាកកុំព្យូទ័រសរសេរឯកសារធ្វើការងារបានអូខេឥឡូវយើងសាកភ្លក់ជាមួយនឹងកាហ្វេទឹកកកស្ករ30អ្នកទាំងអស់គ្នាខ្ញុំយកស្ករ30ដឹងថាឆ្ងាញ់អត់ជាជាក់ចិត្តខ្លាំងទៅអត់នេះដោយសារតែយើងកំពុងតែយើងហត់ហើយបូករួមជាមួយនឹងអាកាសធាតុដ៏ជាក់ធ្វើយើងផឹកទៅស្រស់ស្រាយខ្លាំងតែគេអ្នកនរនេះកាហ្វេនៅទីនេះគឺចាប់តាមបើកហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចមកសាកភ្លក់បានថ្ងៃបុណ្យប្រាសាទបកគោខាងមុខនេះជាថ្ងៃទី21ខែ3Delta Cafe មានការ discount promotion ពិសេសជូនអ្នកទាំងអស់គ្នាទិញ2ថែម1អញ្ចឹងអ្នកដែលមកលេងនៅបុណ្យប្រាសាទបកគោកុំភ្លេចចូលមកភ្លក់កាហ្វេ Delta Cafe ផងពួកយើងមានការ promotion ពិសេសជូនអ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើហើយជាក់នឹងស្រស់ស្រាយទាំងអស់គ្នាអាចមើលបាន